បាទនៅថ្ងៃទី26នេះពេញនៅឯខាងបន្ទាយមានជ័យជាពិសេសនៅតំបន់បឹងតគួនខ្នងច័ន្ទនិងអូប៊ីជាន់ពួកវាសម្រាប់ខ្លាំងបាទមានតាំងពីរត់កោះរត់អីនឹងមកហ្នឹងសម្រាប់វារុញទៅហ៊ានយើងទប់បានក៏ដកថយបន្តិចបន្តួចបាទបន្ទាប់ពីល្ងាចកងទ័ពយើងដ៏ក្លាហានក៏បានចូលឡោមព័ទ្ធពួកវានឹងបានប្រឡែង3M21ទៅចំគ្នាវាតែខាងវាផ្សាយថាវាងាប់តែ3នាក់ទេហើយនឹងរបួស17នាក់នេះនៅខាងព្រៃច័ន្ទបាទនេះជារូបភាពផ្ទាល់ដែលវាផ្សាយមកវាថាងាប់3នាក់នៅក្នុងនោះមាននាយទាហានម្នាក់បាទនេះតាតងោលនេះម្នាក់បាទហើយវាថារងរបួស17នាក់នេះតាមការផ្សាយព័ត៌មានពីខាងវាហើយនៅឯខាងប្រាសាទតាកបីនោះក៏វានិយាយដែរថាកងទ័ពខ្មែរនឹងរួយ BM21 ទៅលើកងទ័ពវាសម្រុកទៅលើកងទ័ពវានឹងបណ្ដាលឲ្យគ្នាវានឹងត្រូវរបួស5នាក់បាទត្រូវរបួស5នាក់អានេះតាមរបាយការណ៍របស់ពួកចៅសៀមបាទអរគុណ